គឺយើងមកមើលសមីការ differential យើងបន្តទៀតបាទគឺឲ្យដោះស្រាយសមីការ differential ខាងក្រោមប្រធានវាគឺ dy លើ dx ស្មើនឹង1 +សេគុណ 2x យើងដឹងថាសមីការ differential ដែលមានទម្រង់ f(y) dy ស្មើនឹង fx dx របៀបនៃការដោះស្រាយគឺយើងបំពាក់អន្តេក្រានទី1គឺយើងបំពាក់អន្តេក្រានសងខាងទី2គឺយើងទាញរក y y គឺជាចម្លើយនៃសមីការ differential ដែលមានទម្រង់បែបនេះបាទគឺយើងមើលដំណោះស្រាយធានយើងគឺ dy លើ dx ស្មើ1 +សេគុណ 2x យើងអាចសរសេរថា dy ស្មើនឹង1 +សេគុណ 2x dx យើងសរសេរបែបនេះបានគឺដោយសារតែយើងសរសេរឲ្យវាចូលទម្រង់បែបនេះយើងមានន័យថាយើងញែកអថេបន្ទាប់ពីញែកអថេហើយគឺយើងបំពាក់អន្តេក្រានសងខាងយើងដឹងថាអន្តេក្រាន dy គឺស្មើនឹង y អន្តេក្រាននៃ1គឺស្មើនឹង x អន្តេក្រាននៃសេគុណ 2x គឺស្មើនឹង1/2 គុណជាមួយសេគុណ x បូក c ខណៈដូចនេះគេបានចម្លើយនៃសមីការ differential គឺ y ស្មើ x បូក1 លើ 2 គុណជាមួយសេគុណ 2x បូក c នេះគឺជាចម្លើយនៃសមីការ differential នេះបាទគឺយើងទៅមើលលំហាត់មួយទៀតគេដោះស្រាយសមីការ differential ខាងក្រោមធានគឺគេឲ្យ dy ស្មើនឹងឬការ៉េនៃ 2x ដក 1 dx គឺរំលឹករូបមន្តយើងវិញគឺថាសមីការ differential ដែលមានទម្រង់ f(y) dy ស្មើ fx dx របៀបនៃការដោះស្រាយគឺយើងបំពាក់អន្តេក្រានសងខាងទី2គឺយើងទាញរក y បន្ទាប់ពីគណនាអន្តេក្រានហើយយើងទាញរក y បាទគឺយើងមើលចម្លើយ dy ស្មើនឹងឬការ៉េនៃ 2x ដកឬការ៉េនៃ 2x ដក 1 dx យើងដឹងថាយើងបំពាក់អន្តេក្រានសងខាងមានទី1តមកយើងដឹងថាអន្តេក្រាលនៃ dy គឺស្មើនឹង y បូក c អងយើងដល់តែអង្គទី1យើងតែងទៅ c អងអន្តេក្រាលនៃឬការ៉េនៃ 2x ដក 1គឺយើងស្មើនឹង2/3គុណជាមួយនឹង 2x ដក 1 ស្វ័យគុណ 3/2 បូកជាមួយ c ដោយសារវាអង្គទី2ដល់មកគឺយើងទាញរក y y គឺស្មើនឹង2/3គុណជាមួយនឹង 2x ដក 1 ស្វ័យគុណ 3/2 បូកជាមួយនឹង c ដែល c គឺស្មើ c ដក c អងមានន័យថាយើងសរសេរ c ដែរបោះ c អងមកមានន័យថា c ដក c អងតែ c ដែល c ដក c អងតែនៅ c យើងមកមើលរបៀបនៃការដោះស្រាយសមីការ differential ដែលមានទម្រង់បែបនេះ dy លើ dx ស្មើនឹង f នៃ ax បូក by សមីការ differential ដែលមានទម្រង់បែបនេះគឺទី1យើងតាំងតេស្មើនឹង ax បូក by ទី2យើងបំពាក់អន្តេក្រានសងខាងពេលពីអង្គទី3ទាញរក y តែនេះគឺជាអ្វីយើងត្រូវដឹងគឺ derivative ណា prim ហ្នឹង derivative នៃតេនេះយើងតាំងគឺស្មើនឹងគេ dt លើ dx ធៀបនឹង x មានថា derivative នៃតេនេះគឺធៀបនឹង x ពេល dy មានថា derivative នៃ y derivative នៃ y នេះគឺវាស្មើនឹង dy ធៀបជាមួយនឹង x